Mr. Post គ្នានឹងមកធ្វើការ record video ជាមួយនឹង Live Studio Privilege ដែលខ្ញុំមាន user និង group ហើយ group យើងមាន group 3 group ទី1គឺ group student ខ្ញុំបាន add user student 1ចូលទៅក្នុង group នឹងមួយដែរតមកយើងមាន group ទី2គឺ group teacher ហើយខ្ញុំបាន add user teacher 1ចូលទៅក្នុង group នឹងដែរ group ទី3គឺ group junior admin ហើយខ្ញុំបាន add user admin 1ចូលទៅក្នុងដែរអញ្ចឹងខ្ញុំនឹងធ្វើការ configure ទៅលើ group នីមួយៗដែលខ្ញុំនឹងធ្វើការ configure ទៅលើ group student ជាមុនសិនដោយពេលដែលយើង configure ទៅលើ group student ហ្នឹង member របស់ group student ហ្នឹងនឹងអាចមើលបានតែទៅលើ file SX MySQL និង Nginx មានន័យថាបានយើងអាសា privilege ឲ្យគាត់បានត្រឹមតែជា status ទៅលើapplication នឹង3ហ្នឹងឯ SX MySQL និង Nginx អញ្ចឹងក្រៅពីហ្នឹងគាត់អាចexecute បានដូចជាការ restart stop disable ឬក៏ shut down អីហ្នឹងគាត់បានត្រឹមតែមើលអញ្ចឹងខ្ញុំនឹងធ្វើការ configure ទៅលើ folder ឬក៏ group studentអញ្ចឹងខ្ញុំបានប្រើ privilege ឲ្យគាត់ឲ្យមានសិទ្ធ status ទៅលើ SX status ទៅលើ MySQL status ទៅលើ Nginx អញ្ចឹងខ្ញុំនឹងធ្វើការ test ទៅលើ user ហ្នឹងទី1យើងនឹងធ្វើការ login ចូលទៅក្នុង user ហ្នឹងសិនចឹងយើង login ចូលទៅក្នុង user student 1នឹងបានហើយចឹងយើងប្រើ command មួយគឺ sudo -l ហើយនេះអានេះ status ដែលយើងឲ្យគាត់មាន status ទៅលើ SX ទៅលើ MySQL និង Nginx អញ្ចឹងយើងតេស្តសិនថាយើងអាសាញ permission ឲ្យគាត់ហ្នឹងត្រឹមត្រូវអត់អញ្ចឹងពេលដែលយើងអាសាញstatus វាចេញចឹងមានន័យថានេះហើយមានន័យថាការឲ្យ privilege ទៅលើ group student ហ្នឹងត្រឹមត្រូវហើយអញ្ចឹងយើងតេស្តមួយទៀតតេស្តលើ application MySQL ម្ដងអញ្ចឹងត្រូវហើយតេស្តមួយទៀតគឺទៅលើ Nginx ម្ដងអូខេអញ្ចឹងយើងនឹងតេស្តមួយទៀតតេស្តថាតើយើងពេលដែលយើងអាសាញ
ឲ្យវាបានត្រឹមតែ status ទេតែយើងនឹងតែធ្វើថាយើងទៅ restart ឬក៏ stop បើសិនបើវាមានការ error ហ្នឹងត្រូវហើយពួកឲ្យយើងឲ្យសិតវាបានត្រឹមតែ status ឬក៏មើលអញ្ចឹងខ្ញុំធ្វើការ say command មួយដែលយើងធ្វើការ stop នៅ engine X ចឹងគេថា story user student is not allowed to execute ចឹងមានថាការឲ្យ privilege វាទៅកាន់ use ទៅកាន់ក្រុម student ហ្នឹងធ្វើត្រូវឲ្យវាអាច execute ទៅលើការ stop engine X បានអញ្ចឹងយើងតេស្តមួយទៀតទៅលើការ restart ម្ដងrestart SX អត់បានទេហើយមួយទៀត restart ទៅលើ MySQL អត់បានទេមួយទៀតទៅលើ SX បានទេអញ្ចឹងការកំណត់ privilege ឲ្យ user របស់យើងហ្នឹងជោគជ័យហើយតែខ្ញុំសូមតេស្តមួយទៀតទៅលើការ update ម្ដងតើយើង update វាបានអត់បើដាក់ update បានខុសតែបើយើង update អត់បានអានឹងត្រូវព្រោះយើងបានកំណត់ឲ្យវាត្រឹមតែ use ជា status ហើយអញ្ចឹងអត់បានទេអញ្ចឹងការកំណត់ privilege របស់យើងត្រូវហើយចំពោះក្រុម student នេះយើង exit ចេញពី user ហ្នឹងមកអូខេអញ្ចឹងបន្ទាប់មកដល់ទៀតយើងនឹងធ្វើការតេស្តទៅលើតេស្តនិង config ក៏លើក្រុម teacher ម្ដងអញ្ចឹងមានន័យថាពេលដែលយើងដាក់ privilege ឲ្យក្រុម teacher រាល់សមាជិកនៃក្រុម teacher ហ្នឹងគាត់អាច check restart នៅ server យើងទាំង3ហ្នឹងដែលមាន SX MySQL ហើយ engine X ហ្នឹងតែវាអាច stop ឬ disable បានទេអញ្ចឹងយើងធ្វើការដាក់ configure ដូចជាមួយគ្នា sudoចេញធ្វើការដាក់ privilege ឲ្យក្រុម teacher អញ្ចឹងខ្ញុំបានទៅសេកន្លែងនេះដែរនេះសូមលុបអានេះចោលសិនដោយសារយើងតេស្តនេះសិនតេស្តកំអាននេះមកដក password នេះតេស្តនេះសិនអញ្ចឹងយើងឲ្យ set ទៅលើក្រុម user ហើយ user teacher ហ្នឹងមាន set status ទៅលើ SX MySQL engine X ហើយមាន set restart ទៅលើ SX MySQL និង engine X អញ្ចឹងយើងនឹងធ្វើការ testing ទាំងអស់គ្នាអញ្ចឹងទី1យើងនឹងធ្វើការ log in ចូលទៅក្នុង user teacher សិនអញ្ចឹងយើង log បានហើយអញ្ចឹងយើងវាយ command ដូចគ្នាដែរគឺ sudo l អូខេនេះអានេះយើងបាន privilege មិញណាតើឥឡូវយើងធ្វើការតេស្តម្ដងទី1យើងតេស្តនៅ
privilege ដែលយើងបានអាសាញសិនដែលមាន start restart status ចឹងខ្ញុំធ្វើការ status ទៅលើ file ឬក៏ service SX សិន sudo ok បានចឹងត្រូវមួយទៀតទៅលើMySQL ម្ដងអូខេត្រូវតមកនៅក្នុង NGX ម្ដងអូខេត្រូវតមកយើងធ្វើការតះនៅ restart ម្ដងstart ទៅលើ SA អូខេអញ្ចឹងពេលដែលវាអត់ចេញអីចឹងមានន័យថាវា restart ហើយតែបើវា show error នឹងខុសតែវាអត់ចេញអីចឹងមានន័យថាត្រូវឲ្យយើងអប់រំ privilege វាត្រូវហើយមួយទៀតយើងធ្វើទៅលើMySQL ម្ដង restart MySQL ម្ដងអូខេអញ្ចឹងពេលដែលរងចាំមិញហ្នឹងវាបាន restart ហើយវា start ហើយអញ្ចឹងការឲ្យ privilege វាត្រូវអញ្ចឹងយើងធ្វើតេស្តមួយទៀតតេស្តទៅលើនេះម្ដង service NGX ម្ដងអូខេអញ្ចឹងការឲ្យ privilege ទៅលើនេះត្រូវហើយតែយើងតេស្តនៅចំណុចដែលយើងអត់បានអាសាញឲ្យវាបើ error វាអត់ឲ្យ execute អានោះជារឿងត្រឹមត្រូវហើយយើងបានឲ្យ privilege វាត្រូវដូចគ្នាអញ្ចឹងខ្ញុំធ្វើការតេស្តសាក stop ទៅលើ service SX សិនអូខេអញ្ចឹងវានិយាយថាចេះuser teacher 1ហ្នឹងអត់ allow execute ទេអញ្ចឹងវាត្រូវជាមួយនឹងការដាក់ privilege របស់យើងព្រោះយើងអត់បានអនុញ្ញាតឲ្យវា execute ទៅលើការ stop service ណាមួយទេអញ្ចឹងយើងធ្វើការតេស្តមួយទៀតធ្វើការ stop service មួយទៀតមកខ្ញុំតេស្តលើ SL លើតេស្តលើ MySQL ម្ដងអូខេអត់អាចទេយើងធ្វើការ test stop ទៅលើservice NGX អូខេអត់អាចទេអញ្ចឹងខ្ញុំធ្វើការ test នៅ command មួយទៀតការ disable ម្ដងអញ្ចឹងយើងធ្វើការសាក test command disable លើ service ទាំង3របស់យើងហ្នឹងមួយ disable SA អត់បានទេនេះ user not allowed to execute មួយទៀត sudo system MySQL ម្ដងកើតទេបានទេទៀតគឺ service NGXអូខេអត់បានទេអញ្ចឹងមានថាការកំណត់ privilege ទៅឲ្យគ្រប់ teacher ហើយ user ជាអ្នកអនុវត្តហ្នឹងត្រឹមត្រូវហើយដោយសារវាអាច
status restart បានប៉ុន្តែវាអាច stop និង disable switch ទាំង3របស់យើងបានទេអញ្ចឹងយើងធ្វើការ exit ចេញពី user teacher នឹងមកអញ្ចឹងបន្ទាប់ពីយើងដាក់ privilege ឲ្យគ្រប់ teacher ហើយយើងនឹងធ្វើការ configure មួយទៀតទៅលើការ password last status comment ដែលយើងអាសាញថាឧទាហរណ៍ថាពេលដែលយើងចង់ status លើ service ណាមួយយើងមិនបាច់ឲ្យគាត់ត្រូវការវាយ password ទេគ្រាន់តែ status គឺបានមកតែបើសិនបើគាត់ restart ត្រូវតែវាយ password ជាមួយសិនដើម្បី verify security របស់យើងអញ្ចឹងខ្ញុំនឹងធ្វើការ configure ទាំងអស់គ្នាអូខេអញ្ចឹងនេះយើងធ្វើការទៅដាក់នេះអីវាអញ្ចឹងខ្ញុំនឹងធ្វើការ assign នៅ permission ថាដាក់ថា assign password កន្លែងហ្នឹងយើងដាក់ no password ដើម្បីអីនៅពេលដែល user ចង់ status ទៅលើ service SX គាត់មិនបាច់ចាំបាច់ត្រូវវាយ password ទេយើងដាក់ no password copy តែម្ដងទៅអញ្ចឹងពេលនេះចូលខ្ញុំសកែនេះអូខេអញ្ចឹងកន្លែងនេះដែរខ្ញុំបានដាក់ថា no password ហ្នឹងមានន័យថាពេលដែល user ចង់ status ទៅលើ service ទាំង3ហ្នឹងមិនបាច់ចាំបាច់វាយ password ទេប៉ុន្តែពេលដែលគាត់ធ្វើការ restart គាត់ចាំបាច់ត្រូវតែវាយ password អញ្ចឹងខ្ញុំធ្វើការដាក់ឲ្យ Google អរគ្នាអូខេធ្វើការនេះមកទៅcopy មកទៅលឿនឲ្យដូចតែគ្នាទេដូចគ្នា restart អញ្ចឹងចាំន័យថាពេលដែល user គាត់ត្រូវការ restart service ណាមួយគាត់ត្រូវការវាយ password សិនដើម្បីជៀសវាងថាមានជនណាខូចណាគាត់នៅពេលដែលយើងធ្វើប្រហែលថាយើង log in user យើងចូលទៅហើយគាត់ត្រូវការខូច restart service យើងឬអីចឹងទៅយើងត្រូវការគាត់ verify user password សិនយើង control O control A អូខេនេះ clear នៃចាស់សិនវាច្រើនពេកចឹងបន្ទាប់ពីយើងបានដាក់password left ហើយអីចឹងយើងធ្វើការតែម្ដងយើងធ្វើការsudo sudo .c ជាយើងមើលសិនថាមាន error អីអត់ចឹងណាថតមក sudo .teacher យើង login ចូល user teacher 1ហ្នឹង
គេយើងលុបបានហើយយើងប្រើកំណាត់មួយទៀតពេលកំណាត់ដកអូខេតបមក sudo យើង status ទៅលើ sx អូខេយើងចូលហើយយើងមិនបាច់ចាំបាច់វាយ comment ទេត្រូវហើយមិញតោះមួយទៀតអូខេអត់ចាំបាច់វាយ comment ទេអូខេហើយណាEngine X ម្ដងអូខេអត់ចាំបាច់វាយ password ទេតោះមួយទៀតយើងតេស្តទៅលើ restart ម្ដងX អញ្ចឹងយើងតម្រូវឲ្យវាយ password សិនទើបអាច restart បានអូខេអញ្ចឹងវាយ password ត្រូវវា restart ហើយអញ្ចឹងមានថាកន្លែងហ្នឹងដែរយើងកំណត់កន្លែង password last ហ្នឹងត្រូវហើយដោយសារអីពេលដែលយើង status ទៅលើ server ទាំង3ហ្នឹងយើងអាច status បានដោយមិនចាំបាច់វាយ password ទេប៉ុន្តែពេលត្រូវការ restart យើងត្រូវការវាយ password សិនទើបអាច restart បានអញ្ចឹងកន្លែងហ្នឹងដែរគឺអូខេហើយត្រឹមត្រូវហើយចូលមកដល់ការ configuration ឬក៏ configure ទៅលើ junior administrator privilege ម្ដងដែល junior administrator ហ្នឹងអាច check start and restart ASX ប៉ុន្តែហើយអាច check start restart និង stop MySQL និង engine បានហើយអត់អាច stop ASX បានទេមានន័យថាអញ្ចឹងjunior administrator ហ្នឹងអាច check start restart តែអាច stop ASX បានទេហើយចំពោះ service 2ទៀត ASA MySQL Engine X ហ្នឹងយើងអាច stop start និង check បានអូខេអញ្ចឹងយើងនឹងធ្វើការ configure ទាំងអស់គ្នា sudo click easy junction sorry easy junction now okayនេះខ្ញុំបានកំណត់ហើយអញ្ចឹងយើងធ្វើការអញ្ចឹងយើងធ្វើការតេស្តម្ដងតេស្តទៅលើនេះសិនទី1យើងត្រូវ log in ចូលទៅក្នុង user admin សិនអូខេយើង log in ចូលបានហើយ
ធ្វើឲ្យ comment នេះមួយសិនយើងធ្វើការ status តែលើការ status ទៅលើ ASX សិនអូខេ status បាននោះទៀតយើងធ្វើការ restart ទៅលើ ASX អូខេ restart បាន sudo mình restart ចឹងយើងដាក់ restart ម្ដងអូខេ start បានតបមកយើងតេស្ត command មួយទៀតគឺ stopអូខេអត់អាច stop បានអញ្ចឹងត្រូវហើយកន្លែងហ្នឹងដែរនៅក្នុង switch ASX ហ្នឹង admin អាច start check restart បានតែអាច stop បានអញ្ចឹងត្រូវហើយអញ្ចឹងយើងតេស្តមួយទៀតលើ switch មួយទៀតសិនអញ្ចឹងខ្ញុំសាកតេស្ត switch SQL មុនអញ្ចឹងយើងតេស្ត status សិនstatus SQL អូខេបានត្រូវតបមកយើង restart ម្ដងrestart MySQL អូខេ restart បាន start អូខេ restart បានតោះ stop ម្ដងstop បានអូខេតបមកតេស្តលើ switch មួយទៀត Nginx system status ទៅលើ Nginx អូខេបានទៀតstart ម្ដងអូខេ start បាន restart Nginx អូខេ restart បាន stop ម្ដងstop Nginx អូខេ stop បានអញ្ចឹងការកំណត់ privilege ឲ្យទៅលើ admin ត្រឹមត្រូវដោយ ASX យើងអាច get start restart តែអាច stop ទេហើយតបមក Nginx អាច start stop restart និង status បានហើយMySQL ក៏ដូចគ្នាអញ្ចឹងការកំណត់ privilege របស់យើងគឺត្រឹមត្រូវហើយអញ្ចឹងអស់ហើយលោកគ្រូខ្ញុំសូមអរគុណហើយសូមជម្រាបលា